លោកអ្នកនាងជាទីមេត្រីនៅថ្ងៃពុធ5រោចខែផលគុណឆ្នាំជូតទស័កពុទ្ធសករាជ2564នៅថ្ងៃទី3ខែមិនិនាឆ្នាំ2021លោកជំទាវអុកញ៉ាហេមចិត្តតាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភម៉ៅម៉ាឡៃកែកំយ៉ាននិងក្រុមការងារបានមានសទ្ធាជ្រះថ្លាប្រគេនចង្ហាន់ព្រះសង្ឃវត្តប្រាសាទស្រះកណ្ដាលខ្ចាស់និងព្រះសង្ឃវត្តកូនដំរីហើយក្នុងថ្ងៃដដែលនេះដែរលោកជំទាវក៏បានប្រគេននៅដើមឫស្សីនិងដើមផ្កាមួយចំនួនចំពោះព្រះសង្ឃវត្តប្រាសាទស្រះកណ្ដាលខ្ចាស់សម្រាប់ទុកឲ្យព្រះសង្ឃក្នុងវត្តរៀបចំនិងកែលម្អបន្ថែមកន្លែងខ្វះខាតនិងធ្វើឲ្យវត្តនេះកាន់តែស្រស់ស្អាតមួយកម្រិតទៀតជាទីជ្រះថ្លាដល់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដែលបានអញ្ជើញមកធ្វើបុណ្យនិងថ្វាយបង្គំពុទ្ធស្ថាននានាក្នុងវត្តសូមអរព្រះគុណនិងសូមអរគុណ